ជំរាបសួរនាងខ្ញុំឈ្មោះសូសាវិនមកពីខេត្តព្រះវិហារជាសិក្ខាកាមបានចូលវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍នាងខ្ញុំមានចំណាប់អារម្មណ៍ទៅលើរូបិយប័ណ្ណជីវិតនាងខ្ញុំបដិញ្ញាថានឹងយកមេរៀននេះទៅអប់រំខ្លួនឯងនិងមិត្តភ័ក្តិជុំវិញខ្លួនឲ្យគាត់ទទួលបាននៅចំណេះដឹងដូចនាងខ្ញុំដែរជាចុងក្រោយសូមថ្លែងអំណរគុណអគ្គសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរគុណគណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណសិក្ខាកាមដែលបានចូលរួមទាំងអស់គ្នាជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យបណ្ឌិតចនីដែលបានបណ្ដុះបណ្ដាលនាងខ្ញុំព្រមទាំងសិក្ខាកាមទាំងអស់ដោយលះបង់កម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមគោរពជូនពរលោកសាស្ត្រាចារ្យបណ្ឌិតចនីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានអាយុយឺនយូរមានទ្រព្យសម្បត្តិស្ដុកស្ដំនិងកិត្តិយសឧត្តមឧត្តមព្រមទាំងសម្រាប់ជោគជ័យគ្រប់ភារកិច្ចសូមអរគុណពីច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់